សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1នេះគឺសេចក្តីរាយការណ៍របស់សារព័ត៌មាន DW របស់អាល្លឺម៉ង់គាត់បានផ្ដោតទៅលើកម្ពុជាពឹងពាក់ប្រទេសបារាំងដើម្បីរកអ្នកជំនាញក៏ដូចជាផែនទីឯកសារចាស់ពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែនជាមួយនឹងប្រទេសថៃថាតើត្រូវដោះស្រាយយ៉ាងម៉េចបាទមានការសម្ភាសមានបដកម្មជាមួយនឹងអ្នកជំនាញច្រើនដូច្នេះខ្ញុំនឹងជម្រាបជូននៅក្នុងព័ត៌មានពិស្ដារហើយទន្ទឹមនឹងនោះដែរខ្ញុំក៏បានធ្វើវីដេអូតាក់ទងជាមួយសេចក្តីរាយការណ៍របស់កាសែតឈូសុនរបស់ខាងកូរ៉េខាងត្បូងពាក់ព័ន្ធជាមួយនឹងការងាករបស់កម្ពុជាមកសហរដ្ឋអាមេរិកនៅក្នុងសេចក្តីរាយការណ៍នោះជូនជាព័ត៌មានចំណេះដឹងបន្ថែមទៅដល់ប្រិមិត្តក៏ប៉ុន្តែនៅក្នុងនោះក៏មានចំណុចខ្លះរាយការណ៍មិនជាសុក្រិតប្រមាណដែរប៉ុន្តែខ្ញុំជម្រាបជូនប្រិមិត្តទាំងអស់គ្នាដើម្បីឲ្យបានដឹងអញ្ចឹងខ្ញុំមិនយកចាក់នៅក្នុងកម្មវិធីនេះទេប្រិមិត្តអាចនឹងទៅមើលនៅក្នុងវីដេអូខ្ញុំដាក់នៅ YouTube ផងខ្ញុំដាក់នៅ Facebook ផងណាអញ្ចឹងប្រិមិត្តអាចនឹងទៅមើលដោយខ្លួនឯងដោយផ្ទាល់ខ្ញុំមិនបង្ហាញជូនទេហើយព័ត៌មានទី2វិញគឺខាងកាសែត Nation ហើយនិងកាសែតដទៃទៀតរបស់ថៃបានផ្សាយច្រើនគឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃលោកភួងកុដកែវនោះបានបញ្ជាក់ថាឥឡូវហ្នឹងគឺក្រសួងការបរទេសរបស់ថៃហ្នឹងកំពុងតែតាមដានជាប់ជាប្រចាំនៅសកម្មភាពរបស់មេដឹកនាំកម្ពុជាគឺលោកហ៊ុនម៉ាណែតពេលដែលបាទលោកអញ្ជើញមកខាងក្រៅប្រទេសនេះគឺមានមកសហរដ្ឋអាមេរិកជួបប្រជុំជាមួយនឹងលោកត្រាំក៏ដូចជាហួសពីសហរដ្ឋអាមេរិកទៅអឺរ៉ុបផងដែរថាតើធ្វើសកម្មភាពយ៉ាងម៉េចថ្លៃយ៉ាងម៉េចអីយ៉ាងម៉េចបាទគឺតាមដានហើយទឹមនឹងនោះគឺតាមដានដំណើរសាច់រឿងទី1នេះដែលកម្ពុជាស្នើសុំឯកសារពីប្រទេសបារាំងហ្នឹងក៏តាមដានផងដែរតាក់ទងជាមួយនឹងបញ្ហាព្រំដែនអញ្ចឹងគឺប្រទេសថៃគាត់រងចាំមើលថាតើកម្ពុជាចាត់ការយ៉ាងម៉េចគាត់នឹងចាត់ការបន្ថែមទៅលើបញ្ហាហ្នឹងដែរហើយព័ត៌មានទី3គឺចិនព្រមព្រៀងផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសអ៊ុយក្រែនក្នុងគណៈពេលដែលសហរដ្ឋអាមេរិកថាចិនកំពុងតែបន្ថែមសាំងទៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនហើយដោយសារថាសហរដ្ឋអាមេរិកយល់ថាចិនអាចមានលទ្ធភាពនឹងបញ្ឈប់សង្គ្រាមឈានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានណាពីព្រោះអីចិនបានផ្ដល់ជំនួយគេថាដែលមានទិសឬក៏លក់សម្ភារៈដែលមានប្រើបានមុខព្រួញពីរគឺស៊ីវិលផងនិងយោធាផងទៅឲ្យរុស្ស៊ីហើយមកឥឡូវមកផ្ដល់ជំនួយមនុស្សធម៌ឲ្យអ៊ុយក្រែនចឹងបានថាជួយទាំងពីរសងខាងឲ្យនៅបន្តសង្គ្រាមជាប់ជាប្រចាំបាទហើយព័ត៌មានទី4វិញគឺអំពីស្ថានភាពនៅសមរភូមិដោយដែលខ្ញុំបានជម្រាបចឹងគឺអ៊ុយក្រែនប្រហែលថ្ងៃកន្លងមកនេះបានវាយដណ្ដើមយកបានដីរបស់ខ្លួនវិញជាង200គីឡូម៉ែត្រការ៉េហើយក៏មានការប្រកាសពីខាងរុស្ស៊ីថាបាយវាយកបានភូមិ2បន្ថែមទៀតដែរបាទអញ្ចឹងស្ថានភាពនៅជួរមុខគឺវាប្រែប្រួលទៅតាមស្ថានភាពហើយព័ត៌មានចុងក្រោយនេះគឺខាងប្រទេសបារាំងលោកប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងបានអញ្ជើញទៅដល់ប្រទេសឥណ្ឌាហើយជួបប្រជុំពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាទៅលើបញ្ហាជាច្រើនទៅលើពាណិជ្ជកម្មទៅលើមិត្តភាពយោធាក្នុងគណៈពេលដែលស្ថានភាពសន្តិសុខនៅលើសមរភូមិហាក់ដូចជាមានការសំទោសស្ថានភាពនៅលើពិភពលោកហាក់ដូចជាមានការប្រែប្រួលដែលប្រទេសមួយចំនួនចាប់ផ្ដើមចាប់សម្ព័ន្ធមិត្តជាថ្មីកំពុងតែផ្លាស់ប្ដូរនៅសន្តិភាពពិភពលោកផងដែរក៏ប៉ុន្តែក៏មិនភ្លេចការដែលពិភាក្សាគ្នាលក់យន្តហោះ Rafale ជាង100គ្រឿងទៅឲ្យប្រទេសឥណ្ឌាដែលជាចំណុចចាប់អារម្មណ៍នោះគឺទន្ទឹមនឹងលក់យន្តហោះឲ្យគឺមានការផ្ទេរបច្ចេកវិទ្យាឲ្យទៅឥណ្ឌាទៀតតែជាផ្នែកមួយនៃកិច្ចព្រមព្រៀងបាទនេះគឺជាការវិវត្តសំខាន់នៅលើពិភពលោកហើយប្រិមិត្តសម្រាប់ព័ត៌មានល្ងាចនេះបាទល្ងាចនេះគឺសហរដ្ឋអាមេរិកឥឡូវនេះគឺដាក់មីស៊ីលប្រព័ន្ធការពារដែនអាកាសមីស៊ីលប្រភេទទំនើបបន្ថែមទៀតទៅប្រទេសហ្វីលីពីនបាទហើយទង្វើនេះច្បាស់ជាធ្វើឲ្យចិនខឹងសម្បាហើយព័ត៌មានហ្នឹងគឺខ្ញុំនឹងជម្រាបជូននៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាដើម្បីជាចំណេះដឹងបាទឥឡូវព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់ DW គាត់រាយការណ៍វែង
មានតាំងពីបញ្ហាភូមិសាស្ត្រមានតាំងពីភូមិសាស្ត្រនយោបាយដីធ្លីជាច្រើនក៏ប៉ុន្តែខ្ញុំសូមមិនយកមកជម្រាបលម្អិតទេខ្ញុំគាត់ដកសង្ខេបពីព្រោះប្រិមិត្តបានដឹងរួចមកហើយពីការវិវត្តតាក់ទងជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាជំហរកម្ពុជាក្នុងការមកសុំឯកសារព្រំដែនផែនទីពីប្រទេសបារាំងអញ្ចឹងបើតាមសេចក្តីរាយការណ៍របស់ DW នេះគឺគាត់ថាខណៈពេលដែលបញ្ហាព្រំដែនតានតឹងជាមួយនឹងប្រទេសថៃនៅតែអូសបន្លាយនោះគឺកម្ពុជាឥឡូវនេះបានងាកមកបារាំងដើម្បីសុំជំនួយហើយប៉ុន្តែគាត់យល់ថាការចាត់ការបែបណាមួយពីប្រទេសបារាំងអាចនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅតើចាត់ការខុសយ៉ាងម៉េចបាទគឺការសុំជំនួយពីបារាំងនោះគឺកម្ពុជាចង់បានឯកសារព្រំដែនប្រវត្តិសាស្ត្រនិងផែនទីសម័យអាណានិគមបាទដោយកម្ពុជាសង្ឃឹមថានឹងដោះស្រាយចំនួនព្រំដែនដែលកំពុងតែបន្តនឹងជាមួយនឹងថៃនឹងឲ្យបានចប់សពគ្រប់បាទគឺការស្នើសុំនោះគឺនៅខែនេះណាដែលនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបានសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងដោយនិយាយថាកម្ពុជាសូមស្វាគមន៍អ្នកជំនាញនឹងការគ្រប់គ្រងផ្នែកប្រឹក្សាពីប្រទេសបារាំងដែលជាអតីតអាណានិគមនៅលើប្រទេសកម្ពុជាហើយការស្នើរបស់លោកហ៊ុនម៉ាណែតទៅកាន់ប្រទេសបារាំងក៏ធ្វើឲ្យសំណួរដែលគេចោទសួរមកហើយតាក់ទងជាមួយនឹងទូនាទីរបស់ប្រទេសដែលដាក់អាណានិគមក្នុងពេលកន្លងមកនោះតើវាយ៉ាងម៉េចដែរបាទអញ្ចឹងដូច្នេះបញ្ហាហ្នឹងគឺតាមរយៈការស្នើសុំនេះធ្វើឲ្យបញ្ហាហ្នឹងវារស់ឡើងវិញបាទរស់ឡើងវិញរហូតទៅដល់ថាផែនទីសម័យអាណានិគមនោះវាអាចនឹងចូលរួមដោះស្រាយយ៉ាងម៉េចនៅក្នុងបញ្ហាចំនួនព្រំដែនរវាងប្រទេសជិតខាងនៅក្នុងសម័យទំនើបពីព្រោះអីប្រិមិត្តណាដែលសិក្សាខាងប្រវត្តិសាស្ត្របាទខាងភូមិសាស្ត្រនយោបាយហ្នឹងគឺដឹងហើយបាទគឺមុនពេលដែលការធ្វើអាណានិគមទៅលើប្រទេសមួយបាទនៅក្នុងអត្ថបទនេះក៏បាននិយាយដែរគឺបណ្ដាប្រទេសមួយចំនួនអត់មានព្រំដែននៃច្បាស់លាស់ទេបាទព្រំដែនឡើងចុះក៏ប៉ុន្តែក្រោយពីមានសម័យអាណានិគមហើយដកចេញមកគឺផែនទីនេះឯងគឺជាមរតកដែលពួកគាត់បន្សល់ឲ្យការរៀបចំមួយចំនួនគឺមិនត្រឹមត្រូវទៅតាមលក្ខណៈជាក់ស្ដែងនៅលើដីទេហើយដូច្នេះតើឥឡូវនេះកម្ពុជាសុំឲ្យប្រទេសបារាំងដែលជាអតីតអាណានិគមជាអាណាព្យាបាលមកយកផែនទីនេះតើវាអាចនឹងធ្វើឲ្យប៉ះពាល់យ៉ាងម៉េចដែរបាទបើតាមលោក Bernard Kau ដែលជាសាស្ត្រាចារ្យរងផ្នែកប្រវត្តិសាស្ត្រនិងនយោបាយអន្តរជាតិនៅវិទ្យាស្ថានបាទការសិក្សាទីក្រុង Geneva បានប្រាប់សារព័ត៌មាន DW ថាអាណានិគមនិយមគឺជាអំពើបាបដែលកើតឡើងបាទដែលបង្កឲ្យមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាសង្គ្រាមព្រំដែនរវាងថៃនិងកម្ពុជាចំនួនទឹកដីដែលកំពុងបន្តរវាងឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីលើកោះបូនីអូនិងជាច្រើនទៀតដែលនៅតែបន្តកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ដោយសារតែការរៀបចំផែនទីមិនឆ្លុះបញ្ចាំងនៅស្ថានភាពជាក់ស្ដែងនៅលើដីគាត់គូយកទៅតាមឧទាហរណ៍ដូចថានៅកាស្មៀរឥណ្ឌាប៉ាគីស្ថានកាត់ទៅមានមួយខាងបែកចែកភូមិអញ្ចឹងទៅធ្វើឲ្យគ្រួសារបែកគ្នាអញ្ចឹងទៅក៏មានចំនួនបាទតាមសាសនាទៅផងប្រែទីផងកម្ពុជាហើយនឹងថៃហ្នឹងទៅតាមខ្សែទឹកតាមភ្នំតាមអីចឹងទៅបាទគឺមានចំនួនច្រើនដែលលោកចាត់ទុកថាជាអំពើបាបមួយរបស់អាណានិគមហើយដោយឡែកលោកស្រីអឹមសុកសំភ័រដែលជានាយករងនៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៅសាកលវិទ្យាល័យរដ្ឋ Michigan បានប្រាប់សារព័ត៌មាន DW ថាការអំពាវនាវទៅប្រទេសបារាំងដើម្បីសុំឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសនឹងជួយពង្រឹងជំហរផ្លូវច្បាប់សម្រាប់ប្រទេសកម្ពុជាក្នុងការរក្សាទឹកដីរបស់ខ្លួនបាទបានន័យថាគាត់គ្រប់គ្រងណាលោកស្រីអឹមបានបញ្ជាក់កត់សម្គាល់ថាដោយសារតែផែនទីព្រំដែនសម័យអាណានិគមនៅតែទទួលស្គាល់ជាផ្លូវការដោយតុលាការយុត្តិធម៌អន្តរជាតិនិងអង្គការសហប្រជាជាតិគឺវានឹងធ្វើឲ្យកម្ពុជាស្ថិតនៅក្នុងជំហររឹងមាំជាងមុនដើម្បីប្រឈមមុខនឹងប្រទេសថៃបាទដូច្នេះនេះគឺជាអ្វីដែលអ្នកជំនាញហើយសារព័ត៌មានបានសម្ភាសតាក់ទងជាមួយនឹងបញ្ហាហ្នឹង
សារព័ត៌មានបានបន្ថែមថាតើបារាំងវិញបានឆ្លើយតបទៅនឹងកម្ពុជាដូចនេះខ្លះទីក្រុងប៉ារីសមិនទាន់បាននិយាយជាផ្លូវការថាខ្លួននឹងយល់ព្រមតាមសំណើចុងក្រោយរបស់ទីក្រុងភ្នំពេញឬអត់នោះទេជារួមរដ្ឋាភិបាលបារាំងបានព្យាយាមរក្សាអព្យាក្រឹតភាពចាប់តាំងពីកងទ័ពថៃនិងកម្ពុជាចាប់ផ្ដើមប៉ះទង្គិចគ្នាកាលពីខែកក្កដាឆ្នាំមុនប្រសិនបើខ្លួនសម្រេចចិត្តចូលអន្តរាគមន៍ផលប៉ះពាល់អាចមានចាប់ពីរឿងធម្មតារហូតដល់រឿងនយោបាយនៅទីបញ្ចប់បាទដោយប្រុងប្រយ័ត្នគឺប្រទេសបារាំងអាចជួយកម្ពុជាណាក្នុងអ្នកជំនាញក៏ថាបើសិនជាជួយកម្ពុជាដោយប្រុងប្រយ័ត្នគាត់រៀបចំជាសេណារីយ៉ូទេណាមិនមែនជារឿងដែលកើតឡើងនៅឡើយទេគាត់ថាបើថាឲ្យបញ្ចប់ដោយប្រយ័ត្នប្រយែងគឺបារាំងអាចជួយបង្ហាញថាផែនទីនៅតាណាផ្ទៀងផ្ទាត់ឯកសារនៅក្នុងបណ្ណសារដោយបារាំងឲ្យឯកសារនោះមកដោយមិនចាំបាច់ធ្វើការបកស្រាយណាមួយឡើយណាហ្នឹងគឺជំរឿនល្អអ្នកដែលឲ្យយោបល់បែបនេះគឺលោកអ៊ីសផលលោកបណ្ឌិតអ៊ីសផលអ្នកវិទ្យាសាស្ត្រនយោបាយនិងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យរដ្ឋ Arizona លោកបាននិយាយថាជំនួយបច្ចេកទេសសុទ្ធសាធនិងការចូលមើលឯកសារនៅបណ្ណសារបារាំងពិតជាអាចជួយកាត់បន្ថយភាពតានតឹងបានអញ្ចឹងបានន័យថាឯកសារដើមនៅនេះបង្ហាញជូនអញ្ចឹងហើយបាទគឺអត់មានការបកស្រាយអ្វីទេបាទហ្នឹងគឺអាចនឹងឲ្យរួចខ្លួនមិនឲ្យថៃរិះគន់បាទលោកបណ្ឌិតសុផលបានប្រាប់សារព័ត៌មាន DW ថាទូនាទីបច្ចេកទេសដែលអាចកំណត់បាទដែលកម្រិតចង្អៀតបាទកម្រិតតិចតួចហ្នឹងអាចធ្វើឲ្យការពិភាក្សាការជួយរបស់បារាំងនេះគឺមិនមានលក្ខណៈនយោបាយបាទប៉ុន្តែវាបាទធ្វើឲ្យជាខ្លាយជាឯកសារប្រវត្តិសាស្ត្របានដែរទោះជាយ៉ាងណាក៏ដោយប្រសិនបើប្រទេសបារាំងទៅបានគេមើលឃើញថាគ្រប់គ្រងការបកស្រាយទឹកដីដោយភាគីម្ខាងយ៉ាងសំខាន់វាអាចធ្វើឲ្យស្ថានភាពនឹងកាន់តែអាក្រក់ទៅណានេះបើតាមលោកសុផលបានលើកឡើងអញ្ចឹងលោកបាននិយាយថាលោកចង់និយាយថាបើសិនជាបារាំងឲ្យឯកសារឲ្យបកស្រាយទៀតតើនេះបើតាមឯកសារខ្ញុំកន្លែងនេះនៅនេះបងនេះច្បាស់ជាថៃនឹងខឹងសម្បាអាចនឹងស្ថានភាពកាន់តែអាក្រក់អញ្ចឹងដូច្នេះបើតាមលោកនិយាយគឺអាចនឹងអ្នកបកស្រាយនោះគឺអ្នកជំនាញទៅតាមផ្លូវតុលាការអីទៅបាទអ្នកច្បាប់អ្នកអីឡើងតវ៉ាគ្នានៅតុលាការដូចសម័យព្រះវិហារបាទអញ្ចឹងនៅក្នុងអត្ថបទនេះគាត់បាននិយាយច្រើនដែរតាក់ទងជាមួយនឹងបញ្ហាព្រះវិហារអីហ្នឹងបាទអញ្ចឹងបើតាមគំនិតរបស់លោកសុផលគាត់ថាអញ្ចឹងឲ្យឯកសារដើមច្បាស់លាស់មកមិនបាច់បកស្រាយទេប៉ុន្តែឲ្យគេអ្នកជំនាញគេបកស្រាយឲ្យឡើងទៅតុលាការឡើងអីទៅអានឹងក៏វាធ្វើឲ្យស្ថានភាពហ្នឹងចប់ដោយស្រួលហើយបារាំងហ្នឹងក៏មិនរងទឹកក្តៅផងដែរលោកសុផលបានបន្ថែមថាប្រទេសថៃអាចបកស្រាយនៅការចូលរួមចំណែកបកស្រាយរបស់បារាំងហ្នឹងថាជាការលំអៀងពីប្រទេសខាងក្រៅឬក៏ជាការធ្វើឲ្យរស់ឡើងវិញនៃអំណាចអាណានិគមនៅក្នុងសម័យទំនើបនេះបាទដូច្នេះវានឹងធ្វើឲ្យមានការប្រឈមមុខនឹងការពង្រឹងជំហរអព្យាក្រឹតរបស់បារាំងជាងការសម្របសម្រួលឲ្យបញ្ចប់បញ្ហានេះបាទនេះគឺជាអ្វីដែលសារព័ត៌មាន DW បានរាយការណ៍ឲ្យខ្ញុំសង្ខេបជូនប្រិយមិត្តទាំងអស់គ្នាណាអញ្ចឹងសូមទទួលយកបានប៉ុណ្ណាឬក៏មានប្រតិកម្មយ៉ាងម៉េចដែរសូមអញ្ជើញសរសេរ comment នៅក្នុងពេលខាងក្រោមផងខ្ញុំចង់ដឹងផងដែរណាបាទព័ត៌មានទី2នេះខ្ញុំសូមដកស្រង់សេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation ហើយនិងសារព័ត៌មានថៃជាច្រើនទៀតបានរាយការណ៍ផងដែរអំពីបទសម្ភាសន៍របស់អ្នកសារព័ត៌មានជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកសីហសភូមិកិតកែវតាក់ទងនឹងបញ្ហាជាច្រើនហើយប៉ុន្តែគេច្បិចយកតែចំណុចពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជាបាទតើលោកសីហសភូមិកិតកែវលោកបាននិយាយយ៉ាងម៉េចបើយោងតាមសារព័ត៌មាន The Nation ក៏ថាឥឡូវហ្នឹងថៃកំពុងតែតាមដានមើលយ៉ាងដល់តែម្ដងមកនៅសកម្មភាពដំណើរទស្សនកិច្ចមកអន្តរជាតិរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបាទហើយនឹងការស្នើសុំផែនទីបាទដែលកម្ពុជាស្នើសុំផែនទីពីប្រទេសបារាំងអញ្ចឹងគឺជាបញ្ហាពីរដែលខាងថៃកំពុងតែប្រយ័ត្នប្រយែងគឺឥឡូវនេះខាងរដ្ឋមន្ត្រីហ្នឹងបាទការដែលលោកថ្លែងបែបនេះគឺនៅថ្ងៃអង្គារនេះទី17ខែកុម្ភៈវេលាម៉ោង 11:28 នាទីព្រឹកបាទសារព័ត៌មានដាក់តាំងម៉ោងទៀតបាទគឺលោកសៀស័កបានសង្កត់ធ្ងន់ថា
ក្នុងគណៈពេលដែលប្រទេសថៃមិនបានចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំដែលបានបង្កើតឡើងថ្មីនោះទេគឺលោកហាសាបានកត់សម្គាល់ថាការសម្រេចចិត្តបែបណាក៏ដោយបាទវាអាចនឹងជួយទៅដល់រដ្ឋាភិបាលថ្មីរបស់លោកផងដែរបាទលោកបានទទួលស្គាល់ថាការចូលរួមធ្វើសកម្មភាពការធ្វើសកម្មភាពផ្នែកការទូតរបស់លោកម៉ាណែតនេះគឺជាការមួយដែលផ្ដោតទៅលើការខិតខំពង្រឹងនៅទំនាក់ទំនងទ្វេភាគីហើយប្រទេសថៃក៏កំពុងតែតាមដានមើលសកម្មភាពនឹងយ៉ាងយកចិត្តទុកដាក់ផងដែរបាទហើយតកតងជាមួយនឹងការដែលកម្ពុជាស្នើសុំឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពីប្រទេសបារាំងតកតងជាមួយនឹងចំនួនព្រំដែនរវាងកម្ពុជានិងថៃនោះគឺលោកភូមិកតកែបានបញ្ជាក់ថាក្រសួងការបរទេសរបស់ថៃហ្នឹងក៏បានសួរទៅប្រទេសបារាំងដែរតកតងជាមួយនឹងឯកសារហ្នឹងដោយពន្យល់ថាកម្ពុជាមានសិទ្ធិក្នុងការសុំឯកសារបែបនោះបាទដោយលោកបានធានាទៅដល់សាធារណជនថាក្រសួងការបរទេសរបស់ថៃហ្នឹងឥឡូវហ្នឹងកំពុងតែបន្តតាមដានមើលនឹងស្ថានភាពហ្នឹងដែរហើយតើការឆ្លើយតបរបស់ប្រទេសបារាំងហ្នឹងយ៉ាងម៉េចបាទនេះគឺជារឿងដែលកើតមានឡើងអញ្ចឹងវាតកតងជាមួយនឹងព័ត៌មានទី1ដែលខ្ញុំបានបង្ហាញណាវាពីររឿងនេះវាតកតងគ្នាហើយសារព័ត៌មាននេះបានចូលច្រើនទៀតនៅក្នុងប្រវត្តិតកតងជាមួយនឹងឯកសារឆ្នាំ1863 1953សង្គ្រាមតាំងពីសង្គ្រាមលោកលើកទី2សង្គ្រាមនៅពេលជប៉ុនចូលចាត់កាន់កាប់កម្ពុជាហើយនៅរដ្ឋបាលបារាំងបាទបញ្ចប់សង្គ្រាមអីហ្នឹងហើយនឹងព្រះមហាក្សត្រអតីតព្រះបរមរតនកោដ្ឋណាបាទបានធ្វើសកម្មភាពតាក់ទងជាមួយនឹងបារាំងបញ្ចប់នៅការគ្រប់គ្រងរបស់បារាំងឯជាដើមនោះបាទឯកសារនោះបានចូលច្រើនសេចក្តីរាយការណ៍នោះបានចូលច្រើនដល់ចំណុចហ្នឹងហើយមានអ្នកសារព័ត៌មានក៏បានសួរលោកភូមិកតកែវអំពីតាក់ទងជាមួយនឹងការលុបចោលនៅ MOU មានអ្នកសួរខ្ញុំ MOU នោះមានន័យថាម៉េចសូមអធិស្ឋានអរគុណច្រើនដែលបានសួរការពេលខ្លះអត់ដឹងយើងសួរចឹងក៏ល្អដែរបាទអនុការថាអនុសារណៈស្ដីពីការយោគយល់អញ្ចឹងយើងបានន័យថាគាត់ទើបតែចាប់ផ្ដើមតាមដានព័ត៌មានកម្ពុជានិងថៃអញ្ចឹងបាទអញ្ចឹងល្អមែនតើបានន័យថាជាពលរដ្ឋកម្ពុជាយើងកាន់តែច្រើនចាប់អារម្មណ៍ពីរឿងហ្នឹងណាបាទស្វែងយល់បង្កើនចំណេះដឹងបាទពាក្យនិយាយសាមញ្ញខ្ញុំច្រើនពី MOU បាទភាសានៅក្នុងរដ្ឋាភិបាលគេ MOU ចឹងមកគឺពាក្យវែងអនុសារណៈស្ដីពីការយោគយល់អញ្ចឹងបាទគឺតកតងជាមួយនឹង MOU ឆ្នាំ2001តកតងនឹងបញ្ហាព្រំដែនទូតស៊ីគ្នានៅដែនសមុទ្រណាគឺលោកបានបញ្ជាក់ថាឥឡូវហ្នឹង MOU ហ្នឹងគឺមិនទាន់លុបចោលទេគឺលុបចោលបាននៅពេលណាដែលមានគណៈរដ្ឋមន្ត្រីថ្មីគឺឥឡូវនេះកំពុងតែសិក្សាដើម្បីដាក់បង្ហាញជូនគណៈរដ្ឋមន្ត្រីថ្មីហើយការពិភាក្សាណាបន្ថែមទៀតហ្នឹងគឺនាយករដ្ឋមន្ត្រីហើយនឹងក្រុមប្រឹក្សាសន្តិសុខជាតិហ្នឹងគឺត្រូវតែពិភាក្សាគ្នាដើម្បីជំរុញបញ្ហាហ្នឹងទៅមុខទៀតអញ្ចឹងសូមបើកមុខកញ្ចក់បន្តិចណាអញ្ចឹងនៅក្នុងអត្ថបទមួយដែលខ្ញុំបានបង្ហាញអំពីការដែលកម្ពុជាងាកមកសហរដ្ឋអាមេរិកដែលសារព័ត៌មានកូរ៉េបានរាយការណ៍គឺសារព័ត៌មានកូរ៉េនៅក្នុងនោះរាយការណ៍គាត់flu ច្រើនបាទflu ច្រើនដូចជានិយាយពាក់ព័ន្ធជាមួយនឹង MOU ឆ្នាំ2001ហ្នឹងគាត់ថាថៃលុបចោលហើយបាទអត់ទាន់ទេបាទប៉ុន្តែខ្ញុំមិនកែដោយសារខ្ញុំចង់ឲ្យប្រិយមិត្តបានដឹងនៅសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសខ្លះក៏មិនមែនជារឿងសុក្រិតដែរអញ្ចឹងហើយបាទខ្ញុំឲ្យប្រិយមិត្តមួយចំនួនគាត់ប្រយ័ត្នប្រយែងនៅក្នុងការដកយកឯកសារពីសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសមកផ្សាយនឹងជួនកាលគាត់និយាយមាននិន្នាការរបស់គាត់នៅក្នុងនោះដែរយើងមិនដឹងមានរឿងអ្វីឬក៏ខ្វះការស្រាវជ្រាវដែរបាទខ្ញុំឃើញនៅក្នុងអត្ថបទរបស់គាត់នោះសរសេរមានកំហុសច្រើនណាបាទប៉ុន្តែគាត់នៅពេលដែលឃើញកំហុសអញ្ចឹងខ្ញុំ highlight ឲ្យប្រិយមិត្តដឹងបាទថាគាត់និយាយនឹងយ៉ាងម៉េចបាទអញ្ចឹងសូមបិទវងកញ្ចក់មកវិញបាទលោកសៀសាក៏បានគូបង្ហាញបែបហ្នឹងណាថាការលុបចោលនោះគឺទាមទារឲ្យមានការត្រូវរៀបចំនៅឯកសារថ្មីដែរណាមុននឹងលុបចោលហ្នឹងដោយនិយាយថាឯកសារថ្មីហ្នឹងទៅធ្វើយ៉ាងណាវាឈរទៅលើច្បាប់អន្តរជាតិហើយនឹងក្របខ័ណ្ឌដែលបានចរចាគ្នាដែរគឺណាដោយលោកបាននិយាយថាករណីដែលចំនួនជាមួយនឹងប្រទេសម៉ាឡេស៊ី
គឺថៃក៏រៀបចំចរចាបែបនោះដែរគឺ MOU ហ្នឹងគាត់នៅតែមានប្រើអញ្ចឹងគឺវាដោយសារតែវាក្របដណ្ដប់តាមច្បាប់អន្តរជាតិហើយនឹងដំណើរការនោះវាស្របទៅតាមច្បាប់អន្តរជាតិដោយខាងលោករដ្ឋបាលរបស់លោកអនុทิនហ្នឹងគាត់ចោទថា MOU ឆ្នាំ2001ដែលនៅខាងថៃគេហៅថា MOU 44នោះបាទគឺរៀបចំរហ័សពេកមិនបានចរចាឲ្យត្រឹមត្រូវអញ្ចឹងណាគាត់ចោទអញ្ចឹងណាអញ្ចឹងដូច្នេះគឺគាត់ថាមុននឹងលុបក៏ត្រូវពិនិត្យមើលក្របខ័ណ្ឌនៃការចរចាគ្នាផងដែរតើត្រូវប្រើច្បាប់អន្តរជាតិបែបណាបាទហើយគាត់ក៏បាននិយាយថានៅពេលដែលអ្នកសារព័ត៌មានសួរថាអញ្ចឹងតើនឹងប្រើអ្វីហ្នឹងគាត់ថាអាចនឹងបានមានកិច្ចព្រមព្រៀងថ្មីអាចនឹងមានកិច្ចព្រមព្រៀងថ្មីរវាងថៃនិងកម្ពុជាដែលលោកបញ្ជាក់ថែមថាគឺប្រទេសទាំងពីរប្រហែលជានឹងអាចឈានទៅដល់កិច្ចព្រមព្រៀងគ្នាថ្មីមួយទៀតហើយប្រសិនបើខាងកម្ពុជាមិនយល់ព្រមទេគឺការចរចាណាក៏ដោយបាទទៅតែផ្អែកទៅលើច្បាប់អន្តរជាតិហ្នឹងជារឿងចាំបាច់ណាស់ដូច្នេះការរៀបចំឲ្យមានការលុបចោល MOU ហ្នឹងគឺកំពុងតែដំណើរការហើយបាទអញ្ចឹងនេះគឺជាការវិវត្តដល់ត្រឹមប៉ុណ្ណឹងណាបាទរវាងថៃនិងកម្ពុជាហើយលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនៅក្នុងប្រទេសថៃអញ្ចឹងកុំភ្លេចទៅស្ដាប់អត្ថបទនេះផងដើម្បីជាចំណេះដឹងបន្ថែមទៀតបាទព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News គាត់បានរាយការណ៍ថាប្រទេសចិនឥឡូវហ្នឹងគឺបានសន្យាផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសអ៊ុយក្រែនផងដែរក្នុងខណៈពេលដែលមន្ត្រីរបស់សហរដ្ឋអាមេរិកបានព្រមានចិនថាចិនកំពុងតែបញ្ឆេះសង្គ្រាមឈានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនហ្នឹងដោយស្ងាត់ហើយបាទគឺការនេះកើតឡើងក្រោយពីចិនគាត់បានព្រមផ្ដល់នៅជំនួយមនុស្សធម៌ខាងផ្នែកធម្មពលទៅឲ្យប្រទេសអ៊ុយក្រែនមកក្នុងពេលដែលរុស្ស៊ីបន្តវិបហាទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងរោងចក្រអគ្គិសនីរោងចក្រធម្មពលរបស់អ៊ុយក្រែនការព្រមាននេះគឺចេញមកពីលោក Matthew Whitaker ដែលជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការអូតង់បាទគាត់បានធ្វើការព្រមាននេះក្នុងពេលដែលពិភាក្សាគ្នាកាលពីថ្ងៃសុក្រប្រហែលថ្ងៃកន្លងមកនេះស្ដីអំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលរៀបចំនៅឯវេទិកាសន្តិសុខទីក្រុង Munich ហើយក្នុងការពិភាក្សាហ្នឹងគឺលោកបាននិយាយថាបាទប្រទេសចិនអាចនឹងទូរស័ព្ទទៅលោកពូទីនហើយបញ្ចប់សង្គ្រាមនឹងស្អែកក៏បានដែរហើយកាត់ជំនួយបច្ចេកទេសដែលប្រើសម្រាប់គោលបំណង2គឺបានន័យថាគោលបំណងយោធាក៏បានគោលបំណងស៊ីវិលក៏បានដែរឈប់លក់សម្ភារៈបែបហ្នឹងទៅគឺរុស្ស៊ីអាចនឹងដាច់ជើងដូច្នេះរុស្ស៊ីត្រូវតែបញ្ចប់សង្គ្រាមហើយបាទហើយទន្ទឹមនឹងនោះគឺរុស្ស៊ីចិនក៏ត្រូវតែឈប់ទិញប្រេងពីរុស្ស៊ីហ្គាសពីរុស្ស៊ីទៅបានហើយបាទដូច្នេះគឺអាចនឹងចប់សង្គ្រាមបានហើយគឺអ្វីវាស្ថិតនៅលើប្រទេសចិននឹងឯងនេះបើតាមការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកការថ្លែងរបស់លោកឯកអគ្គរដ្ឋទូតបានកើតមានឡើងក្រោយពីលោកវ៉ាងយីដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិនបានជួបជាមួយនឹងសមាភិកអ៊ុយក្រែនគឺលោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andriy Sybiha បាននៅអមកិច្ចប្រជុំនៃវេទិកាសន្តិសុខហ្នឹងដែលក្នុងអំឡុងពេលហ្នឹងគឺភាគីទាំងពីរគឺបានពិពណ៌នាថានឹងមានការផ្ដល់ជំនួយមនុស្សធម៌ផ្នែកធម្មពលដើម្បីជួយអ៊ុយក្រែនបាទទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីជាច្រើនបាទនៅពេលនោះគឺលោកសៀបាបាននិយាយតាមបណ្ដាញសង្គមថាគឺអ៊ុយក្រែនសូមថ្លែងអំណរគុណប្រទេសចិនដែលបានសម្រេចផ្ដល់បន្ថែមនៅជំនួយបច្ចេកវិទ្យាជំនួយធម្មពលបាទទៅដល់ប្រទេសអ៊ុយក្រែនហ្នឹងក៏ប៉ុន្តែខាងចិនវិញគឺមិនទាន់បានបញ្ជាក់ជាសាធារណៈថាតើជំនួយនឹងមានទំហំប៉ុណ្ណានោះទេបាទគ្រាន់តែថាចិនធ្លាប់បាននិយាយម្ដងហើយម្ដងទៀតថាគឺចិនខិតខំព្យាយាមដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនានៅក្នុងការបញ្ចប់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែននេះហើយរក្សាថា
ជាភាគីមួយមិនចូលរួមពាក់ព័ន្ធនៅក្នុងចំនួននោះទេបាទហើយមន្ត្រីចិនក៏បានបដិសេធថាខ្លួនមិនបានផ្ដល់នៅជំនួយយោធាទៅដល់រុស្ស៊ីនោះទេដោយគ្រាន់តែនិយាយថាគឺផ្ដល់នៅការជំនួយខាងការចរចានិងការស្វែងរកដំណោះស្រាយខាងនយោបាយតែប៉ុណ្ណោះបាទនេះគឺជាអ្វីដែលខាងអ៊ុយក្រែនហើយនិងរុស្ស៊ីសំទោសអ៊ុយក្រែនហើយនិងចិនបានព្រមព្រៀងគ្នាហើយត្រូវបានសហរដ្ឋអាមេរិកបានព្រមានផងដែរថាកុំឲ្យមានការលេងល្បែងមុខពីរបែបនេះយូរពេកហើយព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានAl Jazeera បាទទូរទស្សន៍ Al Jazeera គាត់ធ្វើបច្ចុប្បន្នភាពដោយដកស្រង់ចេញអំពីវិទ្យាស្ថានសិក្សាអំពីសង្គ្រាមផងនេះមកវិទ្យាស្ថានសិក្សាអំពីសង្គ្រាមគាត់បានវិតម្លៃថាគឺក្នុងរយៈពេលប្រមាណថ្ងៃនេះគឺចាប់ពីថ្ងៃពុធដល់ថ្ងៃអាទិត្យសប្តាហ៍មុនណាសប្តាហ៍មុនគឺខាងអ៊ុយក្រែនហ្នឹងវាយកបានដីមកវិញចំនួន201គីឡូម៉ែត្រការ៉េដូច្នេះមិនជាច្រើនប្រមាណទេបាទវាកាន់កាប់វិញនៅទឹកដីរបស់ខ្លួនចំនួន201គីឡូម៉ែត្រការ៉េដោយសារតែរុស្ស៊ីអត់មានប្រព័ន្ធតាក់ទងដែលប្រើ Starlink ដែលខាងរបស់លោក Elon Musk ហ្នឹងគាត់បិទលែងឲ្យរុស្ស៊ីប្រើអញ្ចឹងទៅទាហានរុស្ស៊ីគាត់ពិបាកនៅក្នុងការសម្របសម្រួលគ្នាបញ្ជូនកម្លាំងឲ្យទៅបាទនេះបើយោងតាមការវិភាគទិន្នន័យសមរភូមិដោយវិទ្យាស្ថានសិក្សាអំពីសង្គ្រាមហើយទៅបានយកមកផ្សាយហើយបើយោងតាមក្រុមស៊ើបការសម្ងាត់របស់អ៊ុយក្រែនវិញគេជឿថាការវាយប្រហារបន្ថែមទៀតរបស់រុស្ស៊ីគឺនឹងធ្វើឡើងទៅលើវិស័យថាមពលអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនបាទនឹងហាងនានាបាទដែលជាតាក់ទិញមួយដើម្បីធ្វើឲ្យអ៊ុយក្រែននឹងជួបការលំបាកបាទដោយសារតែសង្គ្រាមរយៈពេលជិត4ឆ្នាំនេះគឺហើយជាពិសេសនៅក្នុងពេលបច្ចុប្បន្ននេះអាកាសធាតុត្រជាក់នឹងធ្វើឲ្យអ៊ុយក្រែនជួបការលំបាកផងដែរបាទហើយលោក Zelensky ក៏បានព្រមានតាមការសារតាមវីដេអូរបស់លោកដែលបានផ្សាយកាលពីយប់ថ្ងៃច័ន្ទគាត់ថាបើសិនជារុស្ស៊ីនៅតែបន្តធ្វើដូច្នេះទេគឺស្ថានភាពនឹងអាចធ្វើឲ្យលំបាកបន្ថែមទៀតហើយដោយឡែកក្រសួងការពារជាតិរបស់រុស្ស៊ីវិញគាត់បាននិយាយថាគឺរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន345ដ្រូនក្នុងរយៈពេល24ម៉ោងកន្លងមកនេះបាទចាំបានន័យថាអ៊ុយក្រែនបាញ់ដ្រូនទៅច្រើនណាស់ណាហើយក៏បានអះអាងផងដែរថាទាហានរបស់រុស្ស៊ីវាកាន់កាប់បានភូមិចំនួន2ពីអ៊ុយក្រែនគឺភូមិប៉ូក្រៅកាហើយនិងមីនគីវកាបាទនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែននេះបើយោងតាមទីសារព័ត៌មានរបស់រុស្ស៊ីបានរាយការណ៍បាទនេះជាការវិវត្តនៅខាងសមរភូមិណាហើយព័ត៌មានចុងក្រោយនេះគឺបាទដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៃប្រទេសបារាំងលោកអេម៉ានូអែលម៉ាក្រុងបាទទៅប្រទេសឥណ្ឌាដើម្បីជួបប្រជុំទ្វេភាគីពង្រឹងចំណងមិត្តភាពនឹងគ្នាផងដែរបាទបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP គាត់ថាលោកប្រធានាធិបតីបារាំងលោកអេម៉ានូអែលម៉ាក្រុងនឹងបានជួបពិភាក្សាគ្នាហើយជាមួយនឹងលោកនាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាគឺលោក Narendra Modi នៅថ្ងៃអង្គារនេះបាទជាកិច្ចប្រជុំទ្វេភាគីដែលមានគោលបំណងធ្វើឲ្យរឹតចំណងតាក់ទងខាងសេដ្ឋកិច្ចនិងចំណងតាក់ទងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបាទក្នុងខណៈពេលដែលកិច្ចសហប្រតិបត្តិការគេចង់ឲ្យមានកាន់តែជិតស្និទ្ធថែមទៀតពីព្រោះអីពេលនេះបច្ចុប្បន្ននេះពិភពលោកកំពុងតែប្រឈមមុខនឹងស្ថានភាពដែលមិនច្បាស់លាស់មួយដោយសារតែមានការខិតខំរៀបចំឡើងវិញនៅសម្ព័ន្ធមិត្តរបស់ខ្លួនបដូរពីមួយទៅមួយទៅតាមភូមិសាស្ត្រនយោបាយហើយកិច្ចប្រជុំនោះគឺរៀបចំនៅក្នុងទីក្រុងមុំបៃបាទដែលជារដ្ឋធានីខាងផ្នែកហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាតែម្ដងដើម្បីជាការមួយបញ្ជាក់អំពីសារៈសំខាន់នៃដៃគូរវាងប្រទេសទាំងពីរផងដែរបាទក្នុងខណៈពេលដែលបាទឥណ្ឌាហើយនឹងបារាំងខិតខំពង្រីកនៅការធ្វើពាណិជ្ជកម្មនៅសម្ភារៈការពារជាតិបច្ចេកវិទ្យាហើយនឹងធម្មពលបាទហើយទីក្រុងប៉ារីសគឺប្រទេសបារាំងនេះខិតខំបង្ហាញខ្លួនឯងទៅដល់ប្រទេសឥណ្ឌាថាគឺជាដៃគូដែលគួរឲ្យជឿទុកចិត្តបាននៅក្នុងអឺរ៉ុបរបស់ប្រទេសឥណ្ឌាបាទហើយ
ក្នុងនោះគឺ ក្នុងរយៈពេលតែប្រហែលថ្ងៃមុនពេលដែលលោក Emmanuel Macron អញ្ជើញមកប្រទេសឥណ្ឌាគឺខាងឥណ្ឌាខាងសហរដ្ឋខាងប្រទេសបារាំងនោះបានអនុម័តលក់យន្តហោះចម្បាំងប្រភេទ Rafale ហ្នឹងចំនួន110គ្រឿងឲ្យទៅប្រទេសឥណ្ឌាណាសូមដាក់រូបនឹងតិចមកគឺអនុម័តលក់យន្តហោះហ្នឹងឲ្យទៅប្រទេសឥណ្ឌាចំនួន111គ្រឿងដែលមានតម្លៃប្រមាណជា30,000 លានអឺរ៉ូច្រើនដែរណាតម្លៃច្រើនថ្លៃដែរបាទប៉ុន្តែក្នុងពេលឥឡូវនេះកិច្ចព្រមព្រៀងនោះគឺមិនទាន់បានអនុម័តជាចុងក្រោយនៅឡើយទេដោយសារតែមានលក្ខខណ្ឌមួយចំនួនដែលឥណ្ឌាចង់បាននោះគឺដូចថាមានទៅផ្ទេរនៅបច្ចេកវិទ្យាដើម្បីឲ្យឥណ្ឌាអាចនឹងយល់ដឹងអំពីបញ្ហាហ្នឹងមានការវិនិយោគទៅលើបញ្ហាហ្នឹងបន្ថែមទៀតគឺមិនមែនគ្រាន់តែទិញយកមកប្រើតែប៉ុណ្្នឹងទេបាទឥណ្ឌាគាត់ចង់បានបច្ចេកវិទ្យានោះផងដែរហើយបើតាមសេចក្តីរាយការណ៍គឺបាទអាចនឹងមានការព្រមព្រៀងគ្នានឹងផ្ដល់ឲ្យទៅឥណ្ឌាផងដែរទន្ទឹមនឹងការលក់យន្តហោះនេះអញ្ចឹងបានន័យថាការដែលឥណ្ឌាទិញរឿងនេះទិញផងរៀនផងថ្ងៃក្រោយឥណ្ឌាអាចមានលទ្ធភាពផលិតដោយខ្លួនឯងបានបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយនៅល្ងាចនេះនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំនឹងជម្រាបជូនព័ត៌មាននេះគឺឥឡូវនេះសហរដ្ឋអាមេរិកដាក់បច្ចេកវិទ្យាមីស៊ីលទំនើបបន្ថែមទៀតទៅប្រទេសហ្វីលីពីនដាក់បញ្ចូលដាក់ទីតាំងនៅទីនោះហើយតាមសេចក្តីរាយការណ៍របស់ Bloomberg គឺប្រកាសណាស់ប្រទេសចិនប្រជៀននឹងខាងសម្បានៅប្រទេសហ្វីលីពីនថែមទៀតហើយខាងនឹងសហរដ្ឋអាមេរិកផងដែរហើយប្រិមិត្តនៅចាំទេគឺបើតាមសេចក្តីរាយការណ៍កន្លងមកគឺលោកប្រធានាធិបតី Donald Trump មានគម្រោងនឹងអញ្ជើញទៅប្រទេសចិននៅក្នុងខែ4មិនតាមទាន់កំណត់ថ្ងៃច្បាស់លាស់ដើម្បីទៅជួបជាមួយនឹងលោកស៊ីជីនពីងនៅទីនោះដូច្នេះការដាក់អាវុធនេះទៅមុនអញ្ចឹងតើការចរចាគ្នានឹងមានកម្ដៅយ៉ាងណាបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានពីខ្ញុំនេះហើយសម្រាប់អ្នកដែលថាបានធ្វើចូលឆ្នាំចិនបាទចូលរួមអបអរហើយសូមជូនពរឆ្នាំថ្មីសូមអរគុណសូមជម្រាបលា